សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីដែលមកបង្រៀនបងប្អូនពីរបៀបចាក់ផ្កាជក់រត់ហើយផ្កានេះមានទំហំទូចទេណាទូចទេប៉ុន្តែខ្ញុំថតចិត្តណាអញ្ចឹងសម្រាប់ផ្កានេះភ្ញៀវគាត់កំងរៀងទូចល្មមអញ្ចឹងខ្ញុំក៏ចាក់ទូចឲ្យគាត់ទៅណាអញ្ចឹងសម្រាប់ផ្កានេះដែរយើងញាត់សម្លៃពីខាងក្នុងណាបងប្អូនចង់ញាត់ក៏បានអត់ក៏បានដែរហើយតបផ្ការបស់យើងដាក់ដែកលូខាងក្នុងរុំខាងក្នុងណាអញ្ចឹងវីដេអូនេះខ្ញុំអត់បានបង្ហាញរបៀបរុំតបផ្កាទេខ្ញុំបង្ហាញពីរបៀបចាក់ផ្កាជក់រត់អញ្ចឹងកុំឲ្យខាតពេលយើងមកមើលពីរបៀបចាក់ទាំងអស់គ្នាណាសម្រាប់សម្ភារៈដែលយើងត្រូវប្រើមានដូចជាមកជួបចាក់ខ្ធាយហើយនឹងបោះពីពណ៌នេះណាតែឥឡូវយើងមកមើលពីរបៀបចាក់ណាមុនដំបូងយើងទាញបោះយើងមកពីកាន់ចឹងណាហើយយើងចាក់ក៏ទៅកដាលចំនួន1ហើយយើងចាក់ឲ្យបកគោលល្បងក្នុងកន្លះហ្នឹងឲ្យបាន8ណាបាន1ហើយ2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
យើងទាញហើយសោកចូលប្រឡាស់នេះមិនណាហើយក្នុងប្រឡាស់នេះយើងចាក់ចំនួន2ដងណាបកគោលរបងចំនួន2ខាងជុំទី2នេះយើងចាក់បកគោលរបងចំនួន2គ្រប់ហ៊ុនណាអញ្ចឹងយើងបាន16បកគោលរបងគោលរបងបាន16ហើយយើងចាក់ឡើងទៀតណាចាក់សោកចូលក្នុងប្រឡាស់នេះទៀតមកបើហើយតែយើងឡើងមិញហ្នឹងហើយប្រឡាស់ហ្នឹងយើងចាក់មួយហើយប្រឡាស់បន្ទាប់ហ្នឹងយើងចាក់2ណាយើងចាក់ឆ្លាស់គ្នា1 2 1 2ចឹងណាថាបន្ទាប់នេះយើងចាក់មួយហើយ2ទៀតចាក់1 2 1 2រហូតដល់ជុំយើងពីតើបើសិនជាបងប្អូនអត់ចំណាំបងប្អូនអាចខ្ទាស់បានណាអាចយកកន្ទាស់មកខ្ទាស់បានខ្ទាស់កន្លែងមុខយើងឡើងហ្នឹងណាយើងដល់កន្លែងមុខឡើងហើយអញ្ចឹងយើងចាក់បន្តអញ្ចឹងរហូតណាឲ្យបានចំនួន4ជុំ5ជុំណា4ជុំហើយទៅបងប្អូនអានេះសម្រាប់ការដែលខ្ញុំចាក់នេះទូចទេណាគឺទូចតែប៉ុណ្ណេះទេអញ្ចឹងខ្ញុំត្រូវការចាក់បកគោចាក់បកគោលបងចំនួន5ជួរតែ5ជួរណា
ឥឡូវយើងបាន3ជួរនៅ2ជួរទៀត5ជុំហើយ5ជួរហើយយើងកាត់កន្ទុយអំបោះយើងណាកាត់ទុកឲ្យរាងសខ្លះមកដើម្បីទុកដេកជាប់ជាមួយគូតក្រោយយើងណាឥឡូវខ្ញុំបញ្ជាក់បងប្អូនម្ដងទៀតណានៅក្នុងជុំទី1ដែលយើងចាក់ហ្នឹងយើងចាក់បកគោលរងចំនួន8ដងហើយឡើងដល់ជុំទី2យើងចាក់បកគោលរងចំនួន16ដងនិយាយទៅយើងគុណនឹង2អញ្ចឹងណាហើយសម្រាប់ឡើងដល់ជុំទី3ជុំទី1យើងចាក់មួយចំនួន8ដងឡើងដល់ជុំទី2យើងចាក់2ក្នុងមួយជួរហ្នឹងយើងចាក់2ទាំងអស់ណាមួយជុំវាហ្នឹងចាក់2ទាំងអស់ចឹងវាស្មើនឹង18ឡើងដល់ជុំទី3យើងចាក់បកគោលរបង1ហើយ2ហើយ1ឆ្លាស់គ្នារហូតតតែគ្រប់16ជួរចឹងហើយឡើងដល់ជុំទី4ចាក់អញ្ចឹងដូចគ្នាចាក់1ហើយ2យើងឡើងតាមជុំយើងយើងចាក់មួយចំនួន2ដងជុំទី4ហ្នឹងចាក់មួយចំនួន2ដងបានចាក់2ចាក់មួយចំនួន2ដងចាក់2ហើយ2ហើយចាក់បកគោលរបងចំនួន1ចំនួន2ដងហើយចាក់2ហើយចាក់1បាន2ដងហើយចាក់2ទៀតតោះណាហើយឡើងដល់ជុំទី5យើងឡើងបកគោលរបង1ហ្នឹងចំនួន3ដងហើយបានចាក់2ឡើងដល់ជុំទី6ចាក់1ចំនួន4ដងបានយើងចាក់2អញ្ចឹងយើងឡើងតាមជុំអញ្ចឹងឥឡូវខ្ញុំបានហើយសម្រាប់ផ្កាខ្ញុំចាក់ទំហំប៉ុណ្ណឹងណាដោយសារភ្ញៀវកំងទូចដែរទេអញ្ចឹងឥឡូវខ្ញុំមកចាក់គូតវាណាសម្រាប់គូតផ្កាយើងសម្រាប់ពណ៌ខ្ញុំអស់ហើយពណ៌នេះអញ្ចឹងខ្ញុំចាក់លាយពណ៌នេះខ្ញុំនៅបានតែបន្តិចទេអញ្ចឹងខ្ញុំចាក់លាយវាពណ៌នេះរៀងចាស់តិចមិនថាអីទេតែឥឡូវយើងចាក់បកគោលរបងចំនួន10ណាយើងឡើងកន្ទុយកតាចំនួន2ហើយយើងចាក់បកគោលរបងក្នុងកន្លោះហ្នឹងឲ្យបានចំនួន10ដងណា1 2 3 4 5 6 7 8 9 10យើងទាញមកណាហើយយើងសោកចូលមួយទៀតមកបាន
10ហើយយើងភ្ជាប់ណាភ្ជាប់ហើយយើងដុំវ៉ាព្រោះអីនិយាយទៅពណ៌វាត្រូវដាក់ពណ៌នេះសិតប៉ុន្តែខ្ញុំអស់ហ៎អញ្ចឹងខ្ញុំកាត់វ៉ានឹងចេញហើយខ្ញុំដុំវ៉ាណាខ្ញុំគួចមកវាសិនបាទខ្ញុំលឺនៅសក់ខ្លីអញ្ចឹងខ្ញុំដាក់ចោតកើតទេអញ្ចឹងខ្ញុំចាក់លាយគ្នាណាអញ្ចឹងយើងឡើងបកគោលរបងចំនួន2ទៀតណាសំទោសបងប្អូនយើងឡើងបកគោលរបងចំនួន2មកណា1 2ហើយយើងតាក់ហើយយើងសោកមកតាក់ម្ដងហើយយើងតាក់ម្ដងទៀតចឹងអានេះមកនេះយើងតាក់2ដងណាហើយយើងចាក់មកប្រឡោះខាងមុខមកតាក់2ដងដូចគ្នាvậyទៅជុំនេះយើងតាក់2ដងណាហើយក្នុងមួយរុនយើងចាក់ចំនួន2ដងចឹងយើងបានចំនួន20ណាយើងបានចំនួន20កតុយកតោ20បកគោលរបងសំទោសហើយយើងអាចលួចនេះផ្កាយើងតាក់កតុយកតោមួយទៅដើម្បីឲ្យវាមូលព្រោះអីហើយយើងចាក់វាហ្មងវារៀងកំពុំអញ្ចឹងយើងចាក់ឲ្យវារៀងលួចវាមួយចឹងហ្នឹងមកលោក2ទៅយើងលួចតាក់កតុយកតោមួយយើងចាក់មកលោកបាន2ប្រឡោះយើងតាក់កតុយកតោមួយតន់ហ្នឹងបងប្អូនតាក់កតុយកតោដូចខ្ញុំចេះយើងចាក់បាន2ហ្នឹងវាស្មើនឹង4បកគោលរបងអញ្ចឹងយើងតាក់កតុយកតោមួយទៅអស់ល្មមបងប្អូនរបស់ខ្ញុំល្មមល្មមហ្មងអធិស្ឋានផងរៀងស្អកកណាអត់ធ្វើស្រួលខ្លួនតែមិនកូវីដទេឥឡូវយើងចាក់នឹងហើយអញ្ចឹងដល់វគ្គយើងចាក់ធ្វើកកូតវានេះណាចាក់ធ្វើកកូតហ្នឹងក៏ខ្ញុំចាក់ពណ៌នេះដែរណាយើងកាន់ដូចគ្នាចឹងណាចាក់ធ្វើកហើយយើងតាក់កតុយកតោចំនួន2យើងចាក់គោលរបងក្នុងហ្នឹងឲ្យបានចំនួន8ណា2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
4 5 6 7 8 8 ហើយយើងទាញវាមកណា
ទាញវាឲ្យយើងភ្ជាប់ណាបងប្អូនណាហើយយើងកាត់វាមកកាត់កន្ទុយរបស់យើងមកទាញរបស់យើងហ្នឹងចាក់ទាញបញ្ចូលមកណាកុំឲ្យឃើញអត់ស្អាតទេឃើញចេញកន្ទុយរបស់រួចរាល់ហើយអញ្ចឹងឥឡូវដល់វគ្គយើងចាក់ធ្វើផ្កាម្ដងនេះយើងដាក់ភ្ជាប់គ្នាអញ្ចឹងណាតែឥឡូវយើងដល់វគ្គយើងត្រូវចាក់ផ្កាណាចាក់ស្ទប់ផ្កាឈូករត់យើងណាអញ្ចឹងយើងឡើងទៅកណ្ដាលចំនួន3មកណា1 2 3ហើយយើងតាក់ចូលក្នុងកន្លោះនេះណាយើងសោកចូលក្នុងកន្លោះនេះយើងអាចចាក់ចូលក្នុងកន្លោះបកគោលបងដែលយើងឡើងទៅកណ្ដាលវិញទេអញ្ចឹងយើងសោកចូលក្នុងកន្លោះបន្ទាប់ហ្នឹងមកណាហើយយើងចាក់ចេញមកណាហើយយើងឡើងបកគោលបងចំនួន3ទៀត2 3ហើយយើងមកសោកចូលក្នុងកន្លោះនេះណាសោកចូលហើយទាញបញ្ចូលហើយយើងតាក់មួយទៀតមកសោកចូលក្នុងហ៊ុនដដែលហើយទៅយើងចាក់ទៅកណ្ដាលចំនួន3ទៀតណា2 3យើងចាក់ទៅកណ្ដាលបានចំនួន3ហើយយើងសោកចូលក្នុងហ៊ុនកណ្ដាលហ្នឹងណាហើយទាញវាបញ្ចូលមកណាបន្ទាប់មកយើងចាក់ចូលក្នុងកន្លោះជាប់ហ្នឹងហើយសោកវាទាញអញ្ចឹងណាហើយយើងចាក់ឡើងបកគោលលបងចំនួន3ទៀត1 2 3ហើយយើងតាក់ដូចមិញតាក់ពាត់ហើយយើងសោកចូលប្រឡោះខាងមុខហ្នឹងណាយើងអត់សោកចូលប្រឡោះដែលយើងឡើងទៅកណ្ដាលមិញទេចឹងហើយយើងឡើងទៅកណ្ដាលចំនួន3ទៀត1 2 3ហើយយើងមកឡងប្រឡោះទី2នេះណាប្រឡោះកណ្ដាលនេះមកសោកចូលប្រឡោះទី1ដែលយើងចាក់ទៅកណ្ដាលមិញហ្នឹងសោកហើយទាញបញ្ចូលហើយពាត់មួយមកហើយសោកចូលក្នុងហ៊ុនដែលយើងឡើងបកគោលលបងមិញហ្នឹងណាហើយយើងចាក់ទៅកណ្ដាលចំនួន3ទៀតណាបងប្អូន3សោកចូលក្នុងហ៊ុនតតែយើងឡើងបកគោលលបងចំនួន2មិញណាហើយយើងតាក់វាហើយយើងសោកចូលហ៊ុនបន្ទាប់ហ្នឹងទាញបញ្ចូលវាណាយើងបាន2ស្ទាប់ហើយតាមជប់រាប់យើងណាចឹងយើងឡើងបកគោលលបងចំនួន3ទៀត2 3យើងបន្តចាក់អញ្ចឹងរហូតដល់តែយើងចាក់ដល់ស្តុបការទី1យើងហ្នឹងណា
នេះឥឡូវយើងដល់ជុំតបទៅណាខ្វះតែកន្លះទៀតទេមកសតបទៀតទេយើងដល់កន្លែងភ្ជាប់ហើយចឹងកន្លែងនេះយើងត្រូវចាក់មកភ្ជាប់ជាមួយនឹងគល់លបងទី1យើងណាទី1ទៅចូលយ៉ាងណាយើងកាត់ទៅអំបោះយើងណាចឹងណាហើយយើងចាក់វាទៅចូលក្រោមជើងមកក្រោមណាហើយយើងគួចមុខវាណាដើម្បីកុំឲ្យវារបូតនេះគួចភ្ជាប់គ្នាណាតែឥឡូវយើងញាត់សម្លៃចូលញាត់បន្តិចណាហើយកាន់តិចទេការនេះយើងប្រើសម្លៃបន្តិចទេណាចឹងឥឡូវយើងដេកភ្ជាប់បន្តទៀតណា
dương chọn cuộn một về mà nó hay dương sâu bỏ dương cho một nòng máu như là cà dương rụi rùa lại nó chẳng đâu vậy dương mọc chuột ở tàu cà dương chẳng dụng bật tịt mà nó tàu cà dương bật về hình cần ngọn tịt máu chẳng mà nó à lời dương đã cài tiền á ta lời dương đã cài tiền mà nó cài tiền dương lại hỏi lớn chụp hai dương đã cho nông lọt một đồ á ní là ta chụp rọt chứ rùi rùa lại nhá